មនុស្សឥឡូវពិបាកណាស់ប៉ុន្តែយើងប្រកាន់មិនកើតប្រកាន់គុំความកើតទេប៉ុន្តែមនុស្សមិនយល់ធម៌មនុស្សមិនស្គាល់ខ្លួនឯងអ្នកខ្លះមិនដឹងតែស្គាល់យើងផងគ្រាន់តែឮគេនិយាយមិនពីអីក៏ជឿតាមគេនាំគ្នាតាមគ្នាចឹងទៅអូអានេះវាមិនល្អទេអានោះវាចេះវាចោះប៉ុន្តែអត់ទាន់ស្គាល់គេច្បាស់តាមដានពីប្រវត្តិគេយ៉ាងម៉េចផងទេទម្លាប់អាក្រក់របស់មនុស្សបច្ចុប្បន្នគឺបែបនេះដែលតម្រូវលោកអីចូលមកឲ្យមានការកែតម្រូវទៅវាមិនល្អទេការយកឈ្នះចាញ់គ្នាដោយប្រឆាំងពីគុណធម៌ពិតពីសច្ចធម៌ពិតនេះវាគ្រាន់តែជាទង្វើមួយពង្រៀនមនុស្សឲ្យប្រើភ្នែកចម្លងគ្នាជាសត្រូវយល់ច្រឡំគ្នាតែប៉ុណ្ណោះទេនោះច្បាស់ទេបើចង់ឲ្យគេគោរពចង់ឲ្យគេស្រឡាញ់ចង់ឲ្យគេរាប់អានចង់ឲ្យគេចាត់ទុកថាខ្លួនឯងជាបុគ្គលមនុស្សម្នាក់ដែលគួរឲ្យគេគោរពមែនទេអ្នកត្រូវប្រកាន់ភ្ជាប់នៅសច្ចធម៌គុណធម៌ព្រហ្មវិហារធម៌មេត្តាករុណាហ្នឹងទៅលះឲ្យផុតពីភាពសង្ស័យលើគេលើឯងគ្រប់គ្នាទៅលះឲ្យផុតពីកំហឹងកំហល់ពីភាពទឹះតែងគេទាំងឡាយទៅឲ្យតម្លៃគេចេះគោរពគ្នាទៅវិញទៅមកទៅវាគេស្រឡាញ់គេចូលចិត្តគេគោរពហើយចុះបើយើងជាមនុស្សមិនថាប្រុសមិនថាស្រីអាងតែខ្លួនឯងនឹងវាអានឹងមិនបាទមនុស្សមានបច្ចុប្បន្ននេះមានសិទ្ធិស្វែងរកភាពបរិសុទ្ធហើយរៀងខ្លួនហើយកិច្ចផុតពីអសរទុកហើយមិនកូនខ្លះមានរុយវល់លៀននៅតែអត់មានក្តីសុខនៅក្នុងគ្រួសារទៀតផងមិនដឹងថាត្រូវចង់បានអីធ្វើអីមកអីឲ្យប្រកបអត់ដឹងប្រមាថគេប្រមាថឯងអានឹងមិនកើតអានេះលោកឪសម្ដែងត្រង់អញ្ចឹងហើយលោកឪសម្ដែងនេះក៏មិនមែនមកទាមទារភាពបរិសុទ្ធប្រជាប្រិយភាពគេឈ្មោះល្បីចង់ឲ្យមនុស្សទាំងឡាយលើផែនដីនេះមកគោរពឪអីអត់ទេលោកឪអត់ត្រូវការទេព្រោះលោកឪស្គាល់មនុស្សលើផែនដីនេះច្បាស់ជាមនុស្សទេវឬក៏មនុស្សសោមនុស្សដេរឆានណោមនុស្សសបែតោស្គាល់ច្បាស់អញ្ចឹងលោកឪមិនត្រូវការទេប្រជាប្រិយភាពគេឈ្មោះល្បីត្រូវការឲ្យមនុស្សទាំងឡាយមកគោរពវន្ទាថ្វាយបង្គំអោនក្រាបអីគ្មានតែអ្នកចង់មកជួបមិនចង់ជួបទៀតព្រោះមកមួយគ្មានស្ពាយអសរមេត្តាអីមកជាមួយទេមកចង់តែឈ្នះចង់តែចាញ់មកពេលដែលមានទុកអាមកហ្នឹងនិយាយត្រង់ទៀតចឹងកុំប្រមាថគេមើលគេសិនណាកូនទាំងឡាយលោកទាំងឡាយហើយកុំទើសកាលណាមានអសរទើសក្នុងខ្លួនលោកទាំងឡាយនឹងខ្លាចជាមនុស្សដេរឆានណោមនុស្សសបែតតោហើយលោកឪសម្ដែងនេះមិនមែនចោទប្រកាន់លោកទាំងឡាយជាមនុស្សបិសាចអីទេលោកឪបង្រៀនលោកទាំងឡាយឲ្យស្គាល់ពីតម្លៃសន្តានរបស់ខ្លួនឯងថាស្ថិតនៅក្នុងសន្តានអីឲ្យច្បាស់គេលោកអត់ដឹងព្រោះនៅក្នុងផ្លូវធម៌ច្បាប់សាសនាគ្រប់សាសនាគេកំណត់ច្បាស់ថាមនុស្សគេបែងចែកជា4សន្តានមនុស្សទេវបែបណាសន្តានមនុស្សសោបែបណាសន្តានមនុស្សដេរឆានណោបែបណាសន្តានមនុស្សសបែតោបែបណាអញ្ចឹងលោកឪសម្ដែងនេះមិនមែនចោទប្រកាន់មនុស្សទាំងឡាយសិតតែបិសាចមនុស្សដេរឆានណោមនុស្សសបែតោទេតែលោកឪកំពុងតែបង្រៀនបង្ហាញឲ្យលោកទាំងឡាយរៀនស្គាល់ពីខ្លួនឯងកាន់តែច្បាស់ថាអូអញនៅក្នុងសន្តានមនុស្សនេះតានេះរាល់ថ្ងៃឃើញទេ
លោកអីគ្រាន់តែបញ្ជាក់ការពិតប៉ុណ្ណឹងតាហើយកូនទាំងឡាយខ្លះមិត្តពធខ្លះលោកគ្រូរៀមច្បងមួយចំនួនធំលោកអត់ដឹងបែបគាត់គិតថាអូអាតានេះអាអីមកមើលមនុស្សទាំងអស់សិតតែបិសាចនេះគាត់ចោទលោកអីថាលោកអីថាលោកអីនឹងមើលមនុស្សទាំងអស់សិតតែបិសាចហ្នឹងគាត់អត់យល់ពីនៃការលោកអីដែលកំពុងសម្ដែងនេះចង់ឲ្យមនុស្សទាំងឡាយយល់ពីរឿងអីហ្នឹងលោកអីកំពុងតែបង្រៀនមនុស្សមកប្រោះមនុស្សទាំងឡាយនឹងឲ្យស្គាល់ពីសន្តានរបស់ខ្លួនដើម្បីដឹងពីសន្តានរបស់ខ្លួនថាខ្លួនឯងបច្ចុប្បន្ននៅក្នុងសន្តានណាលោកទាំងឡាយត្រូវស្គាល់ពីសន្តានទាំង4របស់មនុស្សនឹងឲ្យច្បាស់សន្តានមនុស្សទេវវាផ្ដើមចេញពីទង្វើបែបណាសម្គាល់បែបណាដែលគេកំណត់ថាមនុស្សនោះជាមនុស្សទេវឃើញទេសន្តានមនុស្សសោគេសម្គាល់ទៅលើទង្វើរបស់មនុស្សនឹងយ៉ាងណាដែលគេកំណត់ថាអូមនុស្សនោះជាមនុស្សសោល្អណាស់ឃើញទេមនុស្សសោនិងមនុស្សទេវគឺជាមនុស្សដែលគ្មានអសរខឹងនៅក្នុងកាយក្នុងចិត្តក្នុងអីទាំងអស់មានតែមានចិត្តមេត្តាចិត្តជាទេវតាចង់ជួយសង្គ្រោះមនុស្សទូទៅគ្មានអសរទឹះគ្មានអសរចាត់ទុកណាជាសត្រូវមិនចេះប្រើពាក្យសម្ដីគំរោះបោះបោកសម្ដីពឹសពុលទាំងឡាយដែលធ្វើឲ្យមនុស្សជុំវិញខ្លួនរងទុក្ខដោយសារខ្លួនអស់ណានឹងមនុស្សទេវមនុស្សសោគឺចឹងដល់មនុស្សដេរឆានណោមនុស្សសបែតោលោកឲ្យបង្ហាញប្រាប់ទៀតទង្វើចេញមកទឹះគេសង្ស័យគេប្រើល្បិចពឹសពុលដណ្ដើមទ្រព្យសម្បត្តិគេឃើញទេប្រើពាក្យសម្ដីប្រមាថហួងហែងប្រើល្បិចពីសទៅអាក្រក់ពីសទៅខ្មៅពីអាក្រក់ទៅល្អហ្នឹងឃើញទេសម្ដីខាងក្រៅផ្អែមល្ហែមដូចទឹកខ្មុំតែខាងក្នុងប្រកបនឹងពឹសពុលដែលគួរឲ្យខ្លាចអញ្ចឹងបើខ្លួនឯងម្នាក់មានអាលក្ខណៈបែបហ្នឹងនឹងហើយគេហៅថាមនុស្សដេរឆានណោមនុស្សសបែតោមែនលោកអើចាត់ទុកមនុស្សទាំងអស់នឹងសុទ្ធតែមនុស្សបិសាចណាគេឲ្យស្គាល់អញ្ចឹងបានកូនខ្លះថាលោកអើកូនអត់ដឹងថាកូននៅក្នុងចម្ពោះសន្តានមនុស្សដេរឆានណោមនុស្សសបែតោសោះកន្លងមកទើបស្ដាប់លោកអើចែករំលែកបានភ្ញាក់ខ្លួនឲ្យព្រឹកគេទេហើយអាសូរថាលោកអើទេសនានេះលោកអើចង់បានអីពីកូនទាំងឡាយទេសនា free ទាំងអស់នេះអត់មានបានស្អីមកទេក៏ព្រោះតែចង់ឲ្យធម្មជាតិដែលមានជីវិតទាំងឡាយនេះនាំគ្នាបដិបត្តិលើដំណើរផ្លូវដែលត្រឹមត្រូវប៉ុណ្ណោះហើយក៏មិនចង់បានត្រូវការតបស្នងពីលោកទាំងឡាយណាមកវិញទេតែបើជាលោកទាំងឡាយមួយចំនួនមើលមកលោកអើថាជាបុគ្គលអញ្ចេះបុគ្គលចុះទៅវិញមើលលោកអើទៅបោកប្រាស់ណាបានប្រមាណ100លានហើយមកមើលទៅទ្រព្យសម្បត្តិមានអីខ្លះកោតណាស់កោតតែចិត្តចេះតែនិយាយចេញមកកើតនឹងសង្ឃឹមថាកូនទាំងអស់គ្នាពិចារណាទៅចុះលោកឪមិនទៀមទាស្អីទេលោកឪឈរលើសច្ចធម៌ពិតឈរលើកណ្ដាលមិនលំអៀងទៅខាងណាទាំងអស់ហើយក៏គ្មានចិត្តរកម្មចំពោះអ្នកដែលប្រមាថខ្លួនអីទេមុនក្រោយលោកទាំងឡាយនឹងប្រកាសជាដឹងខ្លួនឯងនៅទង្វើគ្រប់យ៉ាងដែលលោកឪបានខំប្រឹងលោកឪមិនបានឲ្យកូនទាំងឡាយណាមកពេញចិត្តលោកឪមកស្រឡាញ់លោកឪមកគោរពលោកឪមកចាត់ទុកលោកឪជាចេះជាចោះអត់ទេអ្នកទាំងឡាយស្អប់ខ្ពើមចោះមានសិទ្ធិស្អប់ខ្ពើមខ្ញុំបការណាតែมันអាចស្អប់នៅដីការបស់យើងដែលសម្ដែងនៅសច្ចធម៌ទាំងឡាយនេះទេពីព្រោះសច្ចធម៌ទាំងអស់នេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាមួយទេវាជាកម្មសិទ្ធិរបស់ធម្មជាតិរបស់លោកទាំងឡាយគ្រប់គ្នាដែលត្រូវទទួលបានឃើញទេធ
ធម្មតាទេមនុស្សវាឲ្យអើតាមគ្នាបើគេថាមនុស្សនេះអត់ល្អទេអូចាំមើលតគ្នាអាហ្នឹងអត់ល្អមែនប៉ុន្តែទន្ទឹមនឹងថាគេអត់ល្អខ្លួនឯងអត់បានស្គាល់មនុស្សនោះយ៉ាងណាទេមិនទាន់ស្គាល់មុខមាត់មិនទាន់ស្គាល់ចិត្តមិនទាន់ស្គាល់ទង្វើមិនស្គាល់ទៅអីគេទាំងអស់មិនដឹងពីការរស់នៅផ្ទៃក្នុងរបស់បុគ្គលនោះយ៉ាងម៉េចអត់ដឹងទេហើយក៏ចេះទៅតាមគេដែរសោចចំអកឲ្យគេទៅប៉ុន្តែកុំភ្លេចណាកូនទាំងឡាយលោកទាំងឡាយអ្នកទាំងឡាយអាចឲ្យចំអកឲ្យបុគ្គលណាមួយក្នុងពេលនេះតែការសោចចំអករបស់អ្នកឯងឲ្យគេក្នុងពេលនេះនឹងត្រូវទទួលស្របស្នងជាផលបាបរបស់ខ្លួននៅថ្ងៃមុខដោយខ្លួនឯងវិញហើយប្រយ័ត្នបន្តិចអញ្ចឹងព្យាយាមពីពេលនេះតទៅជឿឬមិនជឿលោកឪមិនហាមមិនបខំឲ្យនរណាមួយជឿទេប្រឹងប្រែងបដិបត្តិសាងអំពើល្អគ្រប់គ្នាឡើយគោរពគុណឪពុកម្ដាយគោរពគុណពុទ្ធពធប្រសង្ឃដែលជាសាវកទ្រទ្រង់នៅសាសនាឲ្យជាប់ធ្វើអ្វីក៏ដោយត្រូវគិតពីខ្លួនឯងមុនត្រូវស្រឡាញ់ខ្លួនឯងមុនព្រោះមានតែខ្លួនឯងមួយគត់ដែលជាផ្លូវចម្លងឲ្យដើរផុតពីអំពើបាបអំពើទុច្ចរិតពីសេចក្តីទុក្ខទាំងឡាយបានធ្វើជាមនុស្សត្រូវប្រកាន់ខ្ជាប់នៅសេរីទាំង3ប្រការឲ្យច្បាស់លាស់ណាសេរីទាំង3ប្រការមានស្អីខ្លះពេលព្រឹកសេរីនៅត្រង់ណានៅត្រង់មុខថ្ងៃត្រង់សេរីនៅត្រង់ណាត្រង់ដើមទ្រូងពេលល្ងាចនៅត្រង់ណានៅត្រង់ជើងមនុស្សទាំងឡាយត្រូវប្រឹងប្រែងថែរក្សាប្រកាយរបស់ខ្លួនឯងឲ្យមានសេរីកុំឲ្យមានភាពអាប់អួរវាជាច្បាប់ធម្មជាតិដែលមនុស្សលោកទាំងឡាយត្រូវតែប្រកាន់យកឲ្យបានចំណុចអស់នេះហើយកូនទាំងឡាយខ្លះមិនគិតពីចំណុចអស់នេះបែរជាទម្លាក់កំហុសលើគេទៅគប់ប្រការអញ្ចឹងមិនខាតក៏ខុសហើយទើសតាំងពីលោកឪអ្នកបួសពីមុនលោកឪសក់សសោះមិនក៏លើសក់ខ្មៅទើសតាំងពីសក់ក្បាលទើសតាំងពីមុខពីមាត់តាំងពីទម្លាក់បំពាក់ទើសអីទើសយ៉ាងនេះលោកម្ចាស់ហើយមើលពិចារណាទៅលោកឪមិនថាអីទេប៉ុន្តែចង់កូនណាថៃថាទៅលោកឪមិនខ្វល់ហើយដូចរឿងអីណែកូនស្រីភីអញ្ចឹងអីកសែតអីចុះអីណាសិតតែកូនស្រីនឹងដោយសារតែផ្លូវស្ដាប់ខွာលោកឪនឹងហើយទើបធ្វើឲ្យបែកបាក់ប្តីប្រពន្ធឯណាលែងលះប្តីប្រពន្ធឯណានេះមកតម្លាក់កំហុសលើលោកឪនេះអាណាតាហាមខ្វាត់គេអាម៉េចអ្នកស្ដាប់ធម៌មកកគោកលើលោកនេះលោកឪមិនអាចទៅហាមខ្វាត់កូនណាមួយដែលមានសទ្ធាចិត្តខ្លាចយល់ច្បាស់ពីសច្ចធម៌ដែលកើតចេញពីដីកានេះទៅហាមខ្វាត់គេថាកុំជឿខ្ញុំទៀតកុំជឿអាត្មាទៀតកុំជឿលោកឪទៀតទេលោកឪទៅហាមខ្វាត់គេអាម៉េចដោយដូចឆ្ងល់នៅក្នុងក្រុមគ្រួសារមួយគ្មានអ្នកណាដឹងពីអាចកំបាំងនៅក្នុងក្រុមគ្រួសារគេទេគេសុខគេជាគេល្អគេអាក្រក់គេយ៉ាងណាយ៉ាងណីវាជារឿងរបស់គេយើងមិនដឹងពេលខ្លះមនុស្សខ្លះអស់ជំរឿ
ភាពអត់ធ្មត់តម្រូវឲ្យតម្រាច់ចិត្តក្នុងការដើរចេញពីអក្សរទុកណាមួយដែលស្ថិតនៅក្នុងគំនាបក្នុងសម្ពាធណាមួយមិនគេគ្មានសិទ្ធិដើរទេគេគ្មានសិទ្ធិជ្រើសរើសទេផ្លូវដែលគេត្រូវដើរនេះឬមួយក៏ឲ្យគេនឹងរងចាំទទួលទុកវបដិសារីជាមួយមនុស្សដែលមិនយល់ពីសច្ចធម៌ពីគុណធម៌ទាំងអស់នោះពិចារណាគ្រប់គ្នាឡាកែក្នុងនាមយើងជាមនុស្សស្វែងយល់ពធដើម្បីចង់បានសេចក្តីសុខចង់ដឹងពីការពិតថាតើដំណើរជីវិតរបស់ខ្លួនរាល់ថ្ងៃនេះកំពុងតែរស់នៅក្នុងភាពខ្លាំងខ្លាយឬក៏ជាការពិតនោះកែចង់ដឹងណាស់ចុះឥឡូវលោកអើយចេញមកចែករំលែកឲ្យដឹងពីការពិតថាស្អីទៅល្អស្អីទៅអាក្រក់ស្អីទៅមិនខ្មៅសលោកអើគ្រាន់តែឲ្យដឹងទេមិនបានចាប់បង្ខំកូនទាំងឡាយណាត្រូវតែឲ្យមកជឿលោកអើដើរតាមលោកអើនោះទេស្ដាប់តន់អត់លោកអើដូចឆ្ងល់ណាស់នៅក្នុងក្រុមគ្រួសារខ្លះកំពុងស្ថិតនៅក្នុងសម្ពាធស្ថិតនៅក្នុងគំនាបរស់គ្មានសិទ្ធិសេរីដល់តែមានកូនប្រុសស្រីណាមួយសម្រាប់ចិត្តដើរចេញពីប្រពន្ធក៏សម្លឹងឃើញបុគ្គលដែលដើរចេញពីប្រពន្ធថាជាបុគ្គលដែលខុសឆ្គងយ៉ាងធ្ងន់ធ្ងរសម្លឹងឃើញមនុស្សស្រីដែលដើរចេញពីប្តីថាជាមនុស្សដែលមានកំហុសយ៉ាងធ្ងន់ធ្ងរតែលោកទាំងឡាយមានបានមើលពីការរស់នៅរបស់អ្នកទាំងនោះទេតែគ្នារងទុក្ខស្ថិតនៅក្នុងសម្ពាធបែបណាលោកទាំងឡាយបានត្រឹមតែមកជឿពាក្យសម្ដីគេដែលមិនទាន់បានដឹងពីហេតុផលពិបាកហើយកូនទាំងឡាយអានោះវាខុសវាអត់ត្រូវទេពេលនេះអ្នកទៅសោចគេតែថ្ងៃក្រោយគេនឹងសោចអ្នកវិញហើយប្រយ័ត្នព្រោះអ្នកអត់យល់ធម៌អ្នកនឹងត្រូវជួបរឿងដូចគេនោះដែរមិនយូរមិនឆាប់ទេទៅធ្វើម៉េចលោកអើយជាអ្នកបធរជាអ្នកទេសនាមួយអង្គដែលចែករំលែកអំពីសច្ចធម៌ពិតបង្រៀនមនុស្សឲ្យចេះគោរពគ្នាទៅវិញទៅមកចេះអធ្យាស្រ័យដល់គ្នាទៅវិញទៅមកចេះកិច្ចចេញពីអសរទុកស្វែងរកអសរសុខហើយសួរថាលោកឪទៅហាមឃាត់អ្នកដែលស្ដាប់ទាំងឡាយជាច្រើននេះថាឈប់ស្ដាប់ខ្ញុំទៅឈប់គោរពខ្ញុំទៅលោកឲ្យហាមឃាត់បានទេហាមឃាត់បានទេព្រោះមនុស្សបច្ចុប្បន្នត្រូវកំពុងស្វែងរកការពិតកំពុងចង់ដឹងខ្លួនឯងថាតើដំណើរជីវិតរបស់ខ្លួនដែលកើតមកជាមនុស្សមួយជាតិនេះកំពុងរស់នៅក្នុងភាពខ្លាំងខ្លាយឬក៏ពិតប្រាកដអញ្ចឹងមនុស្សណាក៏ត្រូវការចង់ដឹងនោះដែរមនុស្សណាក៏ត្រូវការអ្នកបធរដែលយកច្បាស់ពីដំណើរសច្ចធម៌នេះយកទៅចែករំលែកដែរមិនក៏លោកទាំងឡាយមានការប្រមាថដល់គ្នាទៅវិញទៅមកចំអកលក់លុយឲ្យគ្នាទៅវិញសម្រាប់លោកឪអ្វីដែលស្ថិតនៅក្នុងផ្លូវសុចរិតផ្លូវល្អត្រឹមត្រូវលោកឪមិនខ្លាចនឹងសម្ដីអធិពលរបស់បុគ្គលណាដែលត្រូវសោយចំអកនោះទេទោះបីជាមានមនុស្សលើផែនដីទាំងមូលកម្លឹងមើលលោកឪថាជាមនុស្សបរាជ័យនៅក្នុងផ្លូវលោកណាមួយក៏ដោយចាស់ថាជាមនុស្សមិនល្អណាមួយនៅក្នុងផ្លូវលោកក៏ដោយចាស់លោកទាំងឡាយថាចាស់យើងអត់ខ្វល់សំខាន់គឺមានតែខ្លួនយើងប៉ុណ្ណោះដែលដឹងថាយើងបានធ្វើនៅក្នុងភាពត្រឹមត្រូវសុចរិតឬក៏អត់